អភិបាលក្រុងព្រះវិហារដឹកនាំកម្លាំងចម្រុះចូលរៀបចំសណ្ដាប់ធ្នាប់សាធារណៈនិងកែលម្អសុវត្ថិភាពចរាចរណ៍ក្នុងសង្កាត់ប៉ាហាល់ខេត្តព្រះវិហាររដ្ឋបាលក្រុងព្រះវិហារបានបើកយុទ្ធនាការទ្រង់ទ្រាយធំនៅក្នុងរយៈពេល2ថ្ងៃជាប់គ្នាដើម្បីពង្រឹងសណ្ដាប់ធ្នាប់សាធារណៈនិងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមរយៈការរុះរើសំណង់រំលោភលើដីចំណុចផ្លូវនិងការរៀបចំរបាំងសុវត្ថិភាពនៅចំណុចគ្រោះថ្នាក់ការចុះអនុវត្តវិធានការរុះរើសំណង់លើដីចំណុចផ្លូវនៅរសៀលថ្ងៃទី28និងថ្ងៃទី29ខែមេសាឆ្នាំ2026នេះលោកពុកងួនអភិបាលនៃគណៈអភិបាលក្រុងព្រះវិហារបានដឹកនាំកម្លាំងចម្រុះចុះរុះរើរបងនិងសំណង់ផ្សេងៗដែលប្រជាពលរដ្ឋបានសង់រំលោភលើដីចំណុចផ្លូវសាធារណៈប្រតិបត្តិការនេះបានប្រព្រឹត្តធ្វើឡើងនៅក្នុងភូមិភារកិច្ចសង្កាត់ប៉ាហាល់ក្រុងព្រះវិហារជាលទ្ធផលគួរឲ្យកត់សម្គាល់ការចុះអនុវត្តតាមច្បាប់នេះមិនបានជួបប្រទះការតវ៉ាឬការរិះគន់ពីសំណាក់បងប្អូនប្រជាពលរដ្ឋឡើយដោយពួកគាត់បានយល់ដឹងពីសារៈសំខាន់នៃសណ្ដាប់ធ្នាប់ទីក្រុងនិងច្បាប់ភូមិបាលការកែលម្អផ្លូវនិងការការពារគ្រោះថ្នាក់ចរាចរណ៍ទន្ទឹមនឹងការរៀបចំសណ្ដាប់ធ្នាប់នៅក្នុងយុទ្ធនាការរយៈពេល2ថ្ងៃនេះលោកអភិបាលក្រុងរួមជាមួយនឹងលោកឆាត់សួនចៅសង្កាត់ប៉ាហាល់និងកម្លាំងសរុបជាង30នាក់ក៏មានការមមាញឹកនៅក្នុងការងារបច្ចេកទេសផ្លូវថ្នល់ផងដែររួមមានការប្រើប្រាស់ដីចាក់បំពេញបានចំណាយដីអស់ចំនួន6ឡានដើម្បីកែសម្រួលស្ថានភាពផ្លូវឲ្យមានភាពរលូនការរៀបចំរបាំងសុវត្ថិភាពក្រុមការងារបានប្រើប្រាស់សម្បកកង់ឡានជាង200សម្បកដើម្បីធ្វើជារនាំងការពារនៅចំណុចដែលងាយនឹងគ្រោះថ្នាក់ក្នុងគោលបំណងបង្ការនិងបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ដែលកន្លងមកធ្លាប់បានបង្កឲ្យមានការខូចខាតសម្បត្តិសាធារណៈឲ្យខូចខាតទ្រព្យសម្បត្តិនិងគ្រោះថ្នាក់ដល់ជីវិតសារអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវនៅក្នុងឱកាសនោះដែរលោកឆាត់សួនចៅសង្កាត់ប៉ាហាល់បានសម្ដែងនូវការព្រួយបារម្ភនិងអំពាវនាវដោយទទូចទៅដល់យុវជនក៏ដូចជាអ្នកធ្វើដំណើរទាំងអស់ថាសូមកូនក្មួយនិងបងប្អូនទាំងអស់ដែលធ្វើដំណើរឆ្លងកាត់ទីនេះមេត្តាបង្កើននូវការប្រុងប្រយ័ត្នឲ្យបានខ្ពស់និងត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវគ្រប់ពេលវេលានៃពេលបើកបរសូមកុំឲ្យគ្រោះថ្នាក់កើតចេញពីការធ្វេសប្រហែសមកបំផ្លាញអនាគតខ្លួនឯងនិងនាំទុក្ខសោកដល់ឪពុកម្ដាយក៏ដូចជាខូចខាតទ្រព្យសម្បត្តិគ្រួសារឡើយប្រតិបត្តិការនេះស្ដែងឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរមូលដ្ឋានក្នុងការធានាសុវត្ថិភាពជូនប្រជាពលរដ្ឋនិងការកសាងមុខមាត់ក្រុងព្រះវិហារឲ្យមានសោភ័ណភាពស្រស់បំព្រង